កាហ្វេមានអត់អីស្នេហ៍អ្នកគ្នានេះណាមសានតែក៏ស្ដាយចឹងយើងមានគ្នាយើងមកចាំនៅកន្លែងធ្វើការម៉ោង4ចាម៉ោង4ហើយក៏យើងនៅគ្នាអង្គុយស្និទ្ធស្នាលគ្នាចាំអីមកបន្តទៀតយើងក៏អញ្ជូនទឹកសតដូចជាគ្រឿងត្រជាក់អីគ្រឿងសង្វឹងតិចតួចទៅដាក់ក្នុងឡានហើយយើងក៏នៅគ្នាទៅឡើងឡានតមកយើងក៏អរគុណមេលោកស្រីម៉ាលីកាដែលបានដឹកនាំក្រុមការងារទាំងអស់ទៅទ្រីតនៅកោះស្ដាច់អញ្ចឹងយើងមានអីអបអរតាតមួយមកហើយសកម្មភាពនៅក្នុងឡានក្រុងនេះខ្លះតមកយើងក៏ចុះទៅញ៉ាំបាយឈៀលខាងស្រាក់ឈើនឹងអាគិតិគេដើរជុំគ្នានេះគឺញ៉ាំបាយព្រឹកចឹងណាហើយនេះខ្ញុំញ៉ាំហើយខ្ញុំឃ្លានដែរញ៉ាំសិនហើយខ្វល់មានបាយសាច់មាន់ហើយនឹងជ្រូកអីចឹងទៅគឺយើងញ៉ាំហើយមើលទៅបងគាត់ញ៉ាំបាយដែរឆោថតរូបថតអីសบายទាំងអស់ហ្នឹងថតទៅថតមកខ្ញុំញ៉ាំទៀតញ៉ាំអត់ហើយទេហើយក៏ឡើងឡានហើយយើងក៏បានទៅដល់កោះហើយពងតែចាំទុកថាយើងត្រូវឡើងទុកមួយណាហើយក៏យើងឡើងលើទុកហើយក៏ថតមើលចង់មើលឡើងកាច់រៀងមួយប៉ាក់មើលទេសភាពមើលអីតាមសមុទ្រតាមអីចឹងទៅយើងក៏ដល់កន្លែងគេងដូរឈុតមួយបាច់ហើយក៏ធ្វើដើរអត់ដឹងខ្លួនអីណាដើរចុះដើរទៅកវីទៅចេះកវីទៅកវីខ្លួនពីជុំមេក៏ហៅទៅស្ទូចត្រីស្ទូចចុះស្ទូចឡើងពូគាត់ប៊ូលីខ្ញុំហ่ะដឹងថាមិនអត់មើលស្ដាប់វិញទាំងអស់គ្នាអូចាំមកទៅជួយចាំមកជួយលឿនមកមានទេចាំមកជួយជាងបានកាស្មោយលឿនទៀតដាច់មកឡើយមានលឺអត់ប៊ូលីខ្ញុំណាហើយខ្ញុំក៏ស្ទូចត្រីម្ដងអង្គុយបាត់ជើងហើយក៏បានត្រីមួយយ៉ាងសប្បាយចិត្តហើយមើលថ្ងៃលិចទាំងអស់គ្នាថាវាស្អាតប៉ុណ្ណាតែពួកគាត់នៅហេតុតែចង់ថតថ្ងៃលិចដូរប្លង់ចុះដូរឡើងដូរចុះដូរឡើងញ៉ៃហើយតែសប្បាយហើយក៏យើងមានរូបថ្ងៃលិចទាំងអស់គ្នាឈីហើយយើងក៏មានចេញវីដេអូវគ្គ2ដែរអញ្ចឹងចាំមើលវីដេអូទី2ទាំងអស់គ្នាបាយបាយ